សូមគោរពជំរាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលចង់និយាយទាក់ទងទៅនឹងសុខភាពផ្លូវចិត្តដែលនិយាយអំពីសារៈសំខាន់នៃសុខភាពផ្លូវចិត្តជាការពិតណាស់សុខភាពផ្លូវចិត្តពិតជាមានសារៈសំខាន់ណាស់ពីព្រោះកាលណាយើងមានសុខភាពផ្លូវចិត្តល្អការគិតរបស់យើងក៏បានល្អហើយកាលណាការគិតបានល្អអារម្មណ៍ស្រស់ស្រាយប្រសិទ្ធភាពផលិតភាពការងារយើងក៏បានល្អការសិក្សារៀនសូត្ររបស់យើងក៏ទទួលបានលទ្ធផលគួរជាទីមោទនៈក៏ប៉ុន្តែប្រសិនបើសុខភាពផ្លូវចិត្តរបស់យើងមានការធ្លាក់ចុះមានភាពមិនប្រសើរឡើងធ្វើឲ្យប៉ះពាល់ដល់ការគិតដល់ការផ្ចង់អារម្មណ៍ដល់សកម្មភាពផ្សេងដល់ទំនាក់ទំនងមិត្តភ័ក្តិទំនាក់ទំនងសង្គមផ្សេងទៀតប៉ះពាល់ដល់ការសិក្សារៀនសូត្រប៉ះពាល់ដល់មុខងារប្រចាំថ្ងៃបាត់បង់នៅចំណងការងារដែលយើងធ្លាប់តែចង់ធ្វើបែរទៅជាលែងចង់ធ្វើលែងចង់ចូលរួមនៅក្នុងសង្គមអីជាដើមហ្នឹងគឺជាគុណវិបត្តិមួយដូច្នេះសុខភាពផ្លូវចិត្តពិតជាសំខាន់ណាស់កាលណាយើងថែរក្សាសុខភាពផ្លូវចិត្តបានល្អការងាររបស់យើងក៏ធ្វើបានទៅដោយរលូនការគិតរបស់យើងក៏ល្អការផ្ចង់អារម្មណ៍បានល្អទាំងការសិក្សាក៏បានលទ្ធផលគួរជាទីមោទនៈដែរហេតុដូច្នេះហើយយើងក៏បីថែរក្សាសុខភាពផ្លូវចិត្តឲ្យបានល្អដើម្បីជាប្រយោជន៍ដ៏ច្រើនសម្រាប់ខ្លួនឯងគ្រួសារនិងសង្គម